ពិធីបុណ្យត្រសង្ក្រាន្តនៅក្នុងព្រះបរមរាជវាំងបានដំណើរការតាមគន្លងព្រះរាជប្រវេណីដ៏ឧត្តមឧត្តមរបស់ព្រះមហាក្សត្រខ្មែរដែលបានឈានចូលដល់វេលាប្រលប់ថ្ងៃទី3គឺថ្ងៃអាទិត្យ15រោចខែផលគុណត្រឹមនៅថ្ងៃទី30ខែមីនាឆ្នាំ2014ព្រះរាជពិធីបុណ្យត្រសង្ក្រាន្តនៅវេលាប្រលប់ថ្ងៃដ៏ប្រសើរនេះព្រះករុណាចៅម្ចាស់ជាបុត្រត្បូងរបស់សម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងព្រះអង្គបានសពព្រះជរទេស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតញ៉ាំងឲ្យព្រះពិធីបុណ្យបានប្រព្រឹត្តទៅក្នុងសភាពដ៏មហោឡារិកអធិកអធមក្រៃលែងក្នុងវេលារៀបចំព្រះពិធីបុណ្យដ៏រងដំនៅក្នុងព្រះទីន័យទិវាវិនិច្ឆ័យព្រះករុណាចៅម្ចាស់ជីវលត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គតែងសពព្រះជរតីគ្រប់ទៅតាមព្រះរាជបវេណីក្នុងការជាងថ្វាយចំពោះព្រះបរមីនៃទេវតាថរសាព្រះមហាសុរិឆាន់ទេវតាថរសាហៅរាជបណ្ឌិតហៅដំកល់ព្រះបរមអធិថ្វាយព្រះបរមរូបនៃព្រះបរមអតីតព្រះមហាក្សត្រព្រះមហាក្សត្ររាជនៃខ្មែរគ្រប់ព្រះអង្គនឹងយើងថ្វាយនៅតាមទីសក្ការៈបូជាមួយចំនួនទៀតក្នុងព្រះទីន័យទិវាវិនិច្ឆ័យដើម្បីឧទ្ទិសបួងសួងសូមឲ្យព្រះបដិជាបរមីដ៏ត្រជាក់ត្រជុំរបស់ព្រះអង្គបន្តជួយបិបាញ់រក្សាដល់ព្រះរាជាណាចក្រកម្ពុជានិងជនរួមជាតិជាកូនចៅរបស់ព្រះអង្គសូមបានប្រកបទៅនឹងសេចក្តីសុខសន្តិភាពនិងមានភាពត្រជាក់ត្រជុំចំណុះចម្រើនទាំងក្នុងជីវភាពសង្គមនិងគ្រួសារជាដរាបតទៅយើងនឹងអញ្ជើញចូលរួមដង្ហែព្រះរាជកម្មភាពព្រះករុណាចៅម្ចាស់ជីវលត្បូងស្ដេចយាងបំពេញព្រះរាជសទ្ធាក្នុងព្រះពិធីបុណ្យនាឱកាសនោះដែរមានសម្ដេចរាជបុត្រីព្រះអាណិតនរោត្តមអរុណរស្មីឧត្តមប្រសាទព្រះមហាក្សត្រសម្ដេចនរោត្តមសិរីវុឌ្ឍឧត្តមប្រសាទព្រះមហាក្សត្រនិងអ្នកមនាងសម្ដេចស៊ីសវត្តជីវ័នមនីរៈឧត្តមប្រសាទព្រះមហាក្សត្រនិងអ្នកមនាងសម្ដេចស៊ីសវត្តពងរីមនីពងឧត្តមប្រសាទព្រះមហាក្សត្រសម្ដេចចៅវាំងគង់សំអល់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងឯកឧត្តមគុសុផលទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូតអមក្រសួងព្រះបរមរាជវាំងព្រមទាំងព្រះរាជវង្សានុវង្សនិងនិមន្តសមមន្ត្រីព្រះបរមរាជវាំងព្រះរាជពិធីបុណ្យត្រសង្ក្រាន្តនៅវេលាប្រលប់ថ្ងៃនេះបានប្រពទៅតាមព្រះរាជកម្មវិធីដ៏រងដំទាំងឡាយព្រមទាំងបានយាងនិមន្តសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីទេវវង្សសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះអភិសិរិយសុគន្ធាមហាសង្ឃរាជាធិបតីបូគ្រីសម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តកនិកាយនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះពោធិវាំងអមលំហែងព្រះសង្ឃនាយករងទី2សម្ដេចព្រះវណ្ណរតនច្រឹកព្រះសង្ឃនាយករងទី3នៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះឧត្តមបញ្ញាដងផង់សម្ដេចព្រះឧត្តមវង្សាមូរាសម្ដេចព្រះមហាអរិយវង្សសៅចន្ទថលសម្ដេចព្រះឧត្តមចរិយាឈឹងប៊ុនឈាសម្ដេចព្រះសាសនវង្សាចារ្យអ៊ឺអ៊ីព្រមទាំងព្រះរាជាគណៈឋានានុក្រមនិងព្រះភិក្ខុសង្ឃទាំងពីរគណៈ42អង្គយាងនៅនិមន្តចម្រើនព្រះបរិត្តនិងបំពេញកិច្ចផ្សេងៗទៅតាមកម្មវិធីនៃព្រះពិធីបុណ្យដែលបានប្រពឡើងនៅក្នុងព្រះទីន័យទិវាវិនិច្ឆ័យព្រះរាជពិធីបុណ្យបាននិមន្តព្រះរាជគណៈនៃគណៈមហានិកាយសូមព្រះធម៌ប្រកាសទេវតាពិសេសបានបួងសួងដល់ព្រះបាទតថរតរាជាបរមពុទ្ធ
ស្ដេចឋិតនៅអីដបពាទិព្រះបាទវិរុលហកៈបរមពុទ្ធស្ដេចឋិតនៅទសិនទិព្រះបាទវិរូបខៈបរមពុទ្ធស្ថិតនៅប្រចាំទិព្រះបាទទេសវណ្ណកុវេរោរាជាបរមពុទ្ធស្ដេចស្ថិតនៅអរទិសូមសម្ដេចព្រះមហាបរមពុទ្ធចតុលោកបាលទាំង4និងទេវតាគ្រប់ព្រះអង្គមកគង់ប្រថាប់ក្នុងទីឋាននេះដើម្បីអភិបាលរក្សាប្រទានព្រះពរជ័យមង្គលថ្វាយព្រះករុណាចក្រម្ចាស់ជីវិតលើកត្បូងព្រះចៅក្រុងកម្ពុជាធិបតីសម្ដេចព្រះមហាក្សត្រីព្រះបរមរាជជាតិខ្មែរព្រមទាំងព្រះរាជវង្សានុវង្សនិមន្តសមមន្ត្រីនិងប្រជាជនរាស្ត្រយើងនៅទូទាំងប្រទេសបានចាប់ផុតនៅភាពឧបទ្រពចង្រៃផ្សេងៗបានចម្រើននៅអាយុវណ្ណៈសុខពលៈស្រីសុស្ដីបបលសុខសូមឲ្យសពសត្វធ្វើបានចាត់ទៅបានមានគូក្របីជ្រូកមន្ទីរជាដើមរួចផុតពីជំងឺដង្កាត់ផងទាំងពួងសូមឲ្យកើតមាននៅផ្លនុផលគ្រប់ប្រភេទមានស្រូវពោតសណ្ដែកល្ងជាដើមមានភាពសម្បូរហូរហៀនិងសូមឲ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់នៅគ្រប់ខេត្តក្រុងស្រុកខណ្ឌក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំមមីឆ្នាំក្រោយនេះព្រះរាជពិធីបុណ្យត្រសង្ក្រាន្តនៅក្នុងព្រះបរមរាជវាំងរាត្រីថ្ងៃ15រោចខែផលគុណនៃថ្ងៃទី3នេះមានការរៀបចំយ៉ាងខ្ពង់ខ្ពស់និងមានសភាពដ៏មហោរីកជាងបណ្ដាថ្ងៃមុនព្រោះថាក្នុងរាត្រីនេះសម្ដេចព្រះមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះមហាថែព្រះរាជគណៈនិងព្រះភិក្ខុសង្ឃចំណោមព្រះបរិត្តព្រះរាជាគណៈនៃគណៈមហានិកាយមួយអង្គសូរព្រះធរសកេព្រះរាជគណៈនៃគណៈធម្មយុត្តកនិកាយចំនួន4អង្គស្វាត់ជ័យព្រះធម្មចក្រព្រះរាជគណៈនៃគណៈធម្មយុត្តកនិកាយ4អង្គស្វាត់ជ័យព្រះធម្មចក្រជាខេមរៈភិសាព្រះរាជគណៈនៃគណៈមហានិកាយចំនួន4អង្គស្វាត់ជ័យព្រះមហាសម័យនិងមានព្រះសង្ឃ4អង្គសូត្រព្រះធម៌ភានយៈដល់ព្រះធម៌វិបស្សីដែលជាព្រះធម៌ដ៏វិសេសវិសាលរបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនាយើងប្រកបដោយដេជះមហិទ្ធិឫទ្ធិខ្ពង់ខ្ពស់ក្នុងការកម្ចាត់បងនៅអភូតហេតុសៅមងគ្រប់ប្រការ
ติเมพิกาเวสุธรรมเมสุจักขุงอุดปาติญาณังอุดปาติปัญญาอุดปาติเวทยาติเวทยาอุดปาติอาโลโกอุดปาติอิโตอริยสัจจังสัจจิกาตัปปันติเมพิกาเวอุดปาติอาโลโกอุดปาติอุดปาติตังโตปฏิญญาโตปฏิโรตัสสะพิกาเวสานิกัญญาเรอาเรนวายังราเกนัสวาโลกัสเมสงยาโตอารายิตาเมภเวสงตุสิตานังกัจจายเยอาโนตารังปะติอัตตะโกอัปปาราเทวตาภะคะวะโตสันติเตมาเกียรตังอภิยสเยเตยัพพุทธังสรณังคัจฉาเสนะตติโกเวอะเหสังอัตติยมัตติยนามังระหันโตสัมมาสัมพุทธิยเตสังฆะตะวันตันติอนาคตมัตติยตัง ក្នុងព្រឹត្តិកម្មវិធីក្រមធម្មកណ្ដសាសនាព្រះបរមជវាំងបានថ្វាយអំបោះខ្លកដំបងពេជ្រនិងខ្សែអភិសមរថ្វាយព្រះករុណាចអម្ចាស់ជម្រុញត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដើម្បីការពារប្រកាយព្រមទាំងប្រោសប្រជាជាតិបន្តនៅអំបោះខ្លកដំបងពេជ្រនិងខ្សែអភិសមរមួយផ្នែកទៀតដល់ព្រះរាជវង្សសនវង្សនិងនិមន្តសមមន្ត្រីព្រះបរមជវាំងដើម្បីគោរពប្រណិប័តទៅតាមជំនឿដ៏ប្រពៃមានតាំងពីបុរាណកាលមកម្លេះដើម្បីបង្ការដល់អភូតហេតុប្រែតព្រាយបិសាចនិងអសុរកាយជាដើមកុំឲ្យចូលមកជាបានប៉ងប្រមាថប្រទេសនិងប្រជារាស្ត្រយើងបានឡើយនៅក្នុងរាត្រីថ្ងៃទី3នៃព្រឹត្តិពិធីបុណ្យត្រសង្ក្រាន្តនេះដែរព្រះករុណាចអម្ចាស់ជម្រុញត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានយាងថ្វាយនិងប្រគេននៅប្រជាទ្រាំមានត្រៃលៀងទេវត្ថុនិងបរណាចតុបច្ច័យចំពោះសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះមហាថែព្រះរាជគណៈនិងព្រះសង្ឃគ្រប់ព្រះអង្គដោយទទួលបានមហាព្រះកុសលផលអានិសង្ឃដ៏ប្រសើរខ្ពង់ខ្ពស់ព្រះសង្ឃទាំង42អង្គបានស្វាត់ជ័យជាយន្តោពុទ្ធជ័យមង្គលថ្វាយព្រះករុណាចអម្ចាស់ជម្រុញត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅសម្ដេចព្រះបរមរាជជាតិខ្មែរចអម្ចាស់សូមព្រះអង្គបានប្រកបនៅព្រះពុទ្ធពរទាំងបុព្វប្រការកុំឲ្យឃ្លៀងឃ្លាតឡើយ
ជាកិច្ចបន្តនៅក្នុងរាត្រីថ្ងៃ15ខែផលគុណប្រសង់បានសូមប្រធរភិនយៈថ្នាក់ឯកថ្នាក់តូថ្នាក់ត្រីនិងថ្នាក់ចត្វារហូតទល់ភ្លឺនៅក្នុងព្រះទនទិវិនិច្ឆ័យនិងនៅតាមបណ្ដុលទាំង5ទិសក្នុងបរិវេណព្រះបរមរាជវាំងព្រះករុណាចៅម្ចាស់ជម្លុតត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពប្រជារតីប្រគេននិងប្រជាទាននៅប្រជាទ្រព្យផងដែរចំពោះព្រះសង្ឃចំនួន40អង្គដែលបាននិមន្តចម្រើនព្រះបរិត្តសូត្រភិនយៈនៅតាមមណ្ឌលទាំង5លុះដល់វេលាព្រឹកថ្ងៃច័ន្ទមួយកើតខែច័ន្ទឆ្នាំម្សាញ់បច្ចស័កពុទ្ធសករាជ2557ជាថ្ងៃឆ្លងព្រះពិធីបុណ្យត្រសង្ក្រាន្តនៅក្នុងព្រះបរមរាជវាំងព្រះករុណាចៅម្ចាស់ជម្លុតត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតព្រមទាំងមានការរួមដង្ហែពីព្រះរាជវង្សានុវង្សថ្នាក់ដឹកនាំនិងនិមន្តសមមន្ត្រីព្រះបរមរាជវាំងព្រះពិធីបុណ្យត្រសង្ក្រាន្តក្នុងថ្ងៃទី4នៃថ្ងៃឆ្លងបង្ហាញនេះព្រះករុណាចៅម្ចាស់ជម្លុតត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះរាជវង្សានុវង្សនិមន្តសមមន្ត្រីព្រះបរមរាជវាំងបានប្រពនៅបុណ្យសពការប្រតនត្រ័យសមាទិនសិលតាមព្រះរាជប្រពៃណីរបស់ព្រះមហាក្សត្រខ្មែរព្រមទាំងបានយាងនិមន្តសម្ដេចព្រះមហាសង្ឃរាជសម្ដេចព្រះសង្ឃព្រះរាជាគណៈឋានានុក្រមនិងព្រះភិក្ខុសង្ឃទាំង42អង្គដែលបានយាងនិមន្តចម្រើនព្រះបរិត្តនិងបំពេញកិច្ចពីល្ងាចនៅក្នុងវេលារាត្រីថ្ងៃ15ខែផលគុណយាងនិមន្តក្នុងព្រឹត្តិពិធីថ្វាយនឹងប្រគេនផុតហា និងបបរណាចតុប្រជ័យប្រគិនព្រះសង្ឃគ្រប់ព្រះអង្គសូមឧទ្ទិសថ្វាយនៅមហាព្រះកុសលដ៏ថ្លៃថ្លារបស់ព្រះករុណាចៅម្ចាស់ជម្លុតត្បូងដែលបានសម្រេចឡើងក្នុងព្រឹត្តិពិធីបុណ្យដ៏ប្រពៃណីថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រព្រះមហាក្សត្ររាជនីខ្មែរគ្រប់ព្រះអង្គព្រមទាំងព្រះរាជវង្សានុវង្សដែលទ្រង់បានយាងចូលប្រតិបង្គតទៅកាន់បរលោកខាងមុខសូមបានសោកសោកក្នុងព្រះសុគតិភពនិងប្រកបដោយសម្បត្តិសួគ៌និងព្រះនិព្វានជាថាបរមសុខដ៏ខ្ពង់ខ្ពស់អំណាចនៃមហាព្រះរាជកុសលក៏សូមឧទ្ទិសប្រគេនព្រះវិញ្ញាណក្ខន្ធព្រះសង្ឃគ្រប់ព្រះអង្គនិងជូនដល់វិញ្ញាណក្ខន្ធវីរជនអ្នកស្នេហាជាតិយើងសូមបានរួចផុតនៅទុក្ខទោសទាំងឡាយនិងបានយួនយកកំណើតនៅទីឋានដ៏ខ្ពង់ខ្ពស់ព្រមទាំងជូនដល់ជនរួមជាតិយើងគ្រប់រូបសូមបានប្រកបតែសេចក្តីសុខសេចក្តីចម្រើនក្នុងជីវភាពរស់នៅកុំបីអាខានឡើយពិសេសទៅទៀតមហាព្រះកុសលសូមលើកថ្វាយព្រះករុណាចៅម្ចាស់ជម្លុតត្បូងនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះបរមរាជជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គមានព្រះរាជសុខភាពដ៏បរិបូរណ៍ប្រកៃពលមមួននិងមានព្រះជន្មយុយឺនយូរជាងព្រះប្រសាដើម្បីគង់ប្រថាប់នៅជំលប់ដ៏ត្រជាក់សុខសាន្តនិងសម្បូរថ្កុំថ្កើងដល់កូនចៅចាទូតរបស់ព្រះអង្គជាយូរអង្វែងតរៀងទៅស
អង្គរៈពីរដងផងអង្គរៈបីដងផងបន្តមកប្រកាសណាចអម្ចាស់ជីវលត្បូងប្រជាក្រុងកម្ពុជាធិបតីជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានយាងប្រពៃពិធីពន្លត់ភ្លើងទៀនជ័យជាមួយនឹងសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈសម្ដេចព្រះមហាថែព្រមទាំងព្រះរាជគណៈនិងព្រះសង្ឃគ្រប់ព្រះអង្គដើម្បីជានិមិត្តរូបនៃកិច្ចបញ្ចប់ពិធីបុណ្យព្រះសង្គ្រាន្តក្នុងឆ្នាំម្សាញ់បញ្ញស័កពុទ្ធសករាជ2557បន្ទាប់ពីបានដំណើរការប្រកបដោយជោគជ័យនិងទទួលបានមហាព្រះកុសលផ្លាអានិសង្ឃដ៏ប្រសើរថ្លៃថ្លាអស់រយៈពេលចំនួន3យប់4ថ្ងៃកន្លងមក។